ប្រជាជនមីយ៉ាន់ម៉ាបានស្លាប់បាត់បង់ជីវិតប្រហែលជា30000នាក់ជាងបើសិនជាយើងគិតចាប់តាំងពីឆ្នាំ2020រហូតដល់ពី2025នេះអ្នកទាំងអស់គ្នាអញ្ចឹងប្រទេសមីយ៉ាន់ម៉ាបានជួបករណីដ៏ស្មុគស្មាញជាច្រើនហើយសុទ្ធសឹងតែជាករណីដែលអាចបង្កឲ្យមានការបាត់បង់ជីវិតប្រជាជននៃប្រទេសមីយ៉ាន់ម៉ាផងដែរអញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាតើចាប់ពីឆ្នាំ2020រហូតដល់ពី2025នេះប្រទេសមីយ៉ាន់ម៉ាជួបករណីអ្វីខ្លះនៅឆ្នាំ2020ប្រទេសមីយ៉ាន់ម៉ាក៏ដូចជាពិភពលោកទាំងមូលបានជួបនឹងករណីនៃជំងឺរីករាលដាល COVID-19 ហើយជំងឺនេះបានសម្លាប់ប្រជាជនមីយ៉ាន់ម៉ាទៅដល់19434នាក់នៅក្នុងឆ្នាំ2021ប្រទេសមីយ៉ាន់ម៉ាបានជួបនៅរដ្ឋប្រហារមួយគឺយោធារបស់ប្រទេសមីយ៉ាន់ម៉ាបាននាំគ្នាធ្វើរដ្ឋប្រហារដើម្បីទម្លាក់រដ្ឋាភិបាលថ្មីគឺអ្នកស្រីអាំងសានស៊ូជីហើយករណីនេះបានសម្លាប់មនុស្សរហូតទៅដល់6337នាក់ឯណោះសម្រាប់ករណីនេះគឺមានចលាចលពេញប្រទេសមីយ៉ាន់ម៉ាហ្មងតែអ្នកនរគ្នាហើយអ្វីដែលសំខាន់បានឃុំខ្លួនមេដឹកនាំសំខាន់ហើយអ្នកស្រីអាំងសានស៊ូជីនឹងក៏បានឃុំខ្លួននៅនាពេលនោះដែរនៅក្នុងឆ្នាំ2022ប្រទេសមីយ៉ាន់ម៉ាបានជួបនៅសង្គ្រាមស៊ីវិលហើយសង្គ្រាមនេះវានៅតែអូសបន្លាយរហូតដល់ឆ្នាំ2025នេះអ្នកនរគ្នាគឺវាពិតជាចាក់ស្មុគខ្លាំងមែនទែនប៉ុន្តែទិន្នន័យដែលបញ្ជាក់ថាមានមនុស្សស្លាប់ក្នុងសង្គ្រាមមួយនេះគឺរហូតទៅដល់5800នាក់ហើយអានេះគិតត្រឹមឆ្នាំ2025នេះប៉ុន្តែវានៅអូបន្លាយទៅទៀតអញ្ចឹងយើងអត់ដឹងថាមានមនុស្សស្លាប់ប្រមាណអ្នកទៀតទេនៅក្នុងឆ្នាំ2023ប្រទេសមីយ៉ាន់ម៉ាបានជួបនៅព្យុះមួយដែលគេឲ្យឈ្មោះថាស៊ីក្លូនមូសាព្យុះនេះបានធ្វើឲ្យខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាផ្ទះសម្បែងរបស់ប្រជាជនជាច្រើនតែព្យុះនេះបានសម្លាប់មនុស្សរហូតទៅដល់145នាក់ឯណោះនៅក្នុងឆ្នាំ2024ប្រទេសមីយ៉ាន់ម៉ាបានជួបនៅគ្រោះទឹកជំនន់គ្រោះនេះបានធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ាបាត់បង់ជីវិតរហូតទៅដល់419នាក់ឯណោះនៅក្នុងឆ្នាំ2025នេះផងដែរប្រទេសមីយ៉ាន់ម៉ាបានជួបនៅគ្រោះរំជួយដីហើយគ្រោះនេះបានធ្វើឲ្យខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាសំណង់អគារចាស់ៗជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាអ្វីដែលសំខាន់គ្រោះរំជួយដីនេះបានសម្លាប់ប្រជាជនមីយ៉ាន់ម៉ារហូតទៅដល់26000នាក់បើសិនជាយើងគិតត្រឹមម៉ោងនេះអ្នកទាំងអស់គ្នាបើយើងគិតចាប់តាំងពីឆ្នាំ2020រហូតដល់ឆ្នាំ2025នេះប្រទេសមីយ៉ាន់ម៉ាបានបាត់បង់នៅប្រជាជនរបស់ខ្លួននឹងរហូតទៅដល់34735នាក់ឯណោះអ្នកនរគ្នាយើងគួរតែនិយាយថា Pray for Myanmar ហើយព័ត៌មានទាំងអស់ហ្នឹងគឺខ្ញុំប្រមូលបានចេញពី website អ៊ីនធឺណិតរបស់ប្រទេសបារាំងចំនួន2ទី1គឺ TV Simon និង Le Monde.fr ចាំបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានលម្អិតជាងនេះអ្នកទាំងអស់គ្នាអាចឆែកនៅក្នុង website អ៊ីនធឺណិតទាំងពីរនេះបានអូខេខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជំរាបលាបាយ